ពីអ្នកប្តីប្រពន្ធលួចឲ្យអូននេះញ៉ាំម្លឹកតាម៉ែក្មេកខ្ញុំឃើញហ្នឹងផ្អើពេញផ្ទះហ្នឹងក៏អត់សូវចង់ឲ្យកូនស្រីរបស់ខ្ញុំញ៉ាំម្លឹកម៉ែណែដូចសារម្លឹកញ៉ាំច្រើនពេកទៅរៀងស្អាតកឈឺកំពុងកអីអញ្ចឹងណាខ្លាចចៅគាត់ឈឺហើយអូននេះចូលចិត្តញ៉ាំម្លឹកណាដូចខ្ញុំអញ្ចឹងខ្ញុំនឹកឃើញការខ្ញុំទងន់ណាងោជាមួយប៉ាអ៊ីណាត់ឡើងកន្លះខែអីនិយាយថាដល់ឥឡូវក៏នឹកឃើញក៏នៅតែខឹងដែររឿងអត់ឲ្យញ៉ាំម្លឹកនឹងកាលនឹងខែតិចដឹងស្រាប់ហើយនៅ0អង្សា11 12អីអញ្ចឹងណាអ្នកទងន់អ្នកអីគឺយើងធំធូរអត់ចង់បានដែរនឹងពេលហ្នឹងប្តីរបស់ខ្ញុំគឺថាមើលថែមែនតើអត់សូវឲ្យយើងហូបរបស់តិចអីទេទាំងម៉ែក្មេងខ្ញុំអីទាំងអស់ដោយសារគាត់ថាខ្លាចយើងផ្ដាសាយអីទៅយើងលេបថ្នាំអត់បានប្រើថ្នាំប្រអត់កើតពេលអញ្ចឹងទៅគាត់មើលថែយើងការហូបចុកធ្វើតែទឹកស៊ុបឲ្យយើងហត់អីអញ្ចឹងតែខ្ញុំចាញ់ពេកខ្ញុំហូបអត់កើតទេនឹកឃើញឃ្លានអីចង់បាននឹងអញ្ចឹងណាហើយតើអត់បានភ្លាមនឹងយំងោរឿងប្តីពេញហ្នឹងខឹងជួនការខឹងដល់ឥឡូវហ្នឹងតែខឹងរឿងអាឡឹកប្តីអត់ឲ្យញ៉ាំអាឡឹកពេលហ្នឹងខ្ញុំប្រាប់ឲ្យគាត់ទិញអាឡឹកខ្ញុំចង់ញ៉ាំអាឡឹកខែតិចថាមិនកំពុងតែធ្លាក់ព្រិលហើយខ្ញុំឃ្លានអាឡឹកបងប្អូនមើលគាត់ប្រាប់ខ្ញុំថាខ្ញុំចង់ញ៉ាំអីផ្សេងគាត់រកឲ្យបានតែបើថារឿងអាឡឹកមើលអត់ឲ្យញ៉ាំទេទេសារពេលតិចអីអញ្ចឹងមិនតិចញ៉ាំអាឡឹកខ្លាចផ្ដាសាយទៅអីអញ្ចឹងទៅគាត់សុខចិត្តធ្វើទឹកស៊ុបសេរីធ្វើអីយើងផឹកអីផ្សេងអញ្ចឹងទៅហើយមនុស្សឃ្លានអាឡឹកទៅឲ្យញ៉ាំសេរីទឹកស៊ុបទឹកអីនឹងទៅចង់អីបងប្អូនខឹងងោប្តីបើម៉ែក្មេកខ្ញុំវិញអត់ទេពេលយើងឃ្លានអីអញ្ចឹងដូចថាខ្ញុំចង់ញ៉ាំអំពើបងប្អូនអំពើនៅចិនគេសក់ឲ្យស្រាប់លេងមានណាគាត់យកអំពើនឹងយកទៅស្ងោរឲ្យខ្ញុំញ៉ាំអញ្ចឹងយើងមានប្រវិធីហ្នឹងតែដូចជាប្រភេទអាឡឹកអីយើងយកទៅកម្ដៅយកទៅធ្វើឲ្យឆ្អិនអីហូបឡើងកើតបាត់ហើយវាអញ្ចឹងបងប្អូនហើយដល់ពេលប្តីខ្ញុំគាត់ថាមើលថែមែនតែនពេលខ្លះទៅចង់ឆ្លោះគ្នាដោយសារតែរឿងហ្នឹងពេលខ្លះមុនឲ្យយើងញ៉ាំអីបងប្អូនសិតតែមើលទូរស័ព្ទសិនឬក៏សួរបងខ្លាចខ្ញុំសិនបងខ្លាចខ្ញុំពេទ្យគាត់ថាខ្លាចប៉ះពាល់កូនហើយខ្លាចយើងសុខភាពអត់ល្អអីអញ្ចឹងណានិយាយពីថាពេលហ្នឹងចង់តែឆ្លោះគ្នាទេបងប្អូនពេលហ្នឹងបានដៃផងងោប្តីរហូតអញ្ចឹងបានពេលអូននេះកាត់មកកាចបងប្អូនខ្ញុំរោរឿងប្តីណានិយាយទៅអ្នកទាំងងន់ហ្នឹងមែនតែបងប្អូនថាឃ្លានអីចង់បាននឹងភ្លាមតែអត់បានហ្នឹងគឺអត់ហោរឿងពេញតែនឹងហើយនឹកខឹងដិតដាមដល់ឥឡូវនៅខឹងថាឃើញអាឡឹកពេលណាដឹងនឹកឃើញអស់ស្នើថាខ្ញុំខឹងប្តីដោយសារអាឡឹកមួយនេះខ្ញុំខឹងឡើងកន្លះខែហើយពេលទាំងងន់អីអញ្ចឹងនឹកឃើញតែម្ហូបខ្មែរទេខ្ញុំហូបអត់កើតទេម្ហូបចិនសូម្បីតែមួយម៉ាត់ក៏ដាក់អត់បានដែរបានតែម្ហូបខ្មែរជួនកាលសម្លមួយចានអីចឹងទៅក៏ធ្វើហូបម្នាក់ឯងចឹងទៅហើយរបៀបថាម្ជូរដូចជាស្វាយដូចជាអីហ្នឹងក្នុងទូទឹកកកអត់ដែរដាច់ទេថ្នាក់ឡើងផឹកប្តីខ្ញុំគាត់ទិញមកខ្លះទៅមានម្កាក់មានស្វាយមានតបែកអីចឹងទៅទិញដាក់ទូទឹកកកតបាយហើយអីចឹងដឹងលួចដាក់មួយម៉ាត់ពីរម៉ាត់អីចឹងទៅស្រួលខ្លួនហើយតែអត់មានម្ជូរហ្នឹងចប់ហើយនិយាយថាចូលចិត្តម្ជូរនិយាយថាចាញ់អូននេះអីខ្ញុំចាញ់ដល់កើតបងប្អូនគាត់ថាអត់មានបាត់ចាញ់អីនឹងគេទេថាមានកូនមួយណាក់រៀងណារឿងចាញ់កូននោះមានតែបងប្អូនដល់ពេលយើងទាំងងន់អត់សូវឡើងគីឡូឡើងអីធាត់អីគេបងប្អូនទៅក្រៅអីចឹងយាយចិនគាត់ថាកូនភាសាគាត់ទាំងងន់ដែរឡើងគីឡូឡើងអីហើយយើងមិនស្គមមិនអីចឹងណាចាស់ចៅបើទៅពេទ្យពិនិត្យពួកអីផងពេទ្យគាត់ថារហូតគាត់ថាឲ្យយើងខំប្រឹងញ៉ាំប្រឹងអីចឹងទៅដោយសារយើងស្គមពេកអីចឹងណាហើយខ្ញុំថាខំប្រឹងដែរតែយើងចាញ់បងប្អូនយើងហូបអត់សូវបានទេហូបបានម្ហូបខ្មែរខ្លះទៅហូបបានម្ហូបចិនហ្នឹងដល់ពេលចិត្តកើតហ្នឹងហូបបានខ្លះតិចតួចតែបើថាចាញ់ត្រឹម4ខែចុះក្រោមដាក់មួយម៉ាត់ក៏អត់កើតដែរម្ហូបចិនគាត់ម៉ែក្មេងខ្ញុំឆាបន្លែឬក៏ឆាម្ហូបចិនដាក់គ្រឿងនៅនឹងចក្រានហើយខ្ញុំនៅក្នុងបន្ទប់ក៏ខ្ញុំក្អួតដែរបងប្អូនថាចាញ់វល់ពេញហ្នឹងនិយាយថាមានកូនម្ដងគឺខ្ញុំអត់ភ័យរឿងអីខ្ញុំភ័យតែរឿងចាញ់មែនតាខ្ញុំឃើញបងថ្លៃរបស់ខ្ញុំគឺគាត់មានកូនធ្ងន់អីអញ្ចឹងអត់ចាញ់ទេបងប្អូនណាហូបបានអីធម្មតាហើយអត់ចាញ់អីដូចយើងដល់ពេលយើងនេះចាញ់បែកវល់ពេញហ្នឹងវាថាពេលយើងជីឡានទៅណាម្ដងអីក៏ដោយថាយើងកាលពីអត់តន់ទាំងងន់អត់ដែរចេះពុលឡានពុលអីដល់ពេលយើងមានទាំងងន់កូនគេថាពុលឡានវល់ពេញហ្នឹងហ្មងដល់ឥឡូវហ្នឹងក៏នៅតែថារៀងខ្សោយដែរពេលអញ្ចឹងយើងរៀងប្រែប្រួលបងប្អូនអញ្ចឹងមិនថាមនុស្សស្រីយើងតទៅពេលមានប្តីយកចិត្តមានម៉ែក្មេកអីល្អអីទៅយើងរៀងគ្រាន់បើថាយើងគេអត់សូវយកចិត្តយើងទៀតទៅដឹងយ៉ាប់ហើយដោយសារយើងទាំងងន់យើងត្រូវរ៉ាប់រងថាប្រែប្រួលរាងកាយអីអញ្ចឹងម្នាក់ឯងអញ្ចឹងបងប្អូនត្រូវសម្រាប់ធ្វើអីទៀត